គោរពសួស្តីបងប្អូនអ្នកបបកត្រីទាំងអស់គ្នាបាទវីដេអូនេះដែលខ្ញុំនឹងរៀបរាប់អំពីបទពិសោធន៍ការចុះទន្លេនៅដើមខែ12យើងត្រូវចុះតាំងពីម៉ោង3ព្រឹកដើម្បីធ្វើដំណើរទៅកន្លែងទូកហើយចេញដំណើរទៅកន្លែងដែលយើងបបកត្រីពេលដែលយើងទៅដល់យើងត្រូវជួលទូកមួយសម្រាប់យើងដល់រកត្រីចូលទៅកន្លែងបបកដូច្នេះហើយសម្រាប់អ្នកដែលអត់ចេះដល់ទូកអត់ចេះអុំទូកហ្នឹងខ្ញុំអត់ recommend ឲ្យចុះទន្លេខែនេះទេចាំខែទឹកស្រកចាំចុះក៏ល្អដែរណាមួយខែនេះត្រីអត់ទាន់សូវខំទេអញ្ចឹងបងប្អូនដែលអត់ទាន់ចេះដល់ទូកហ្នឹងកុំទៅក៏បានដែរព្រោះអីអត់សូវសម្បូរត្រីទេហើយដូចបងប្អូនឃើញស្រេចហើយជួលទូក5នាក់4សម្រាប់សម្ភារៈវិញបងប្អូនជិះទូកដោដូច្នេះហើយបងប្អូនត្រូវការមានឆ័ត្រមួយទទួលពេលដែលថ្ងៃដៅចំថ្ងៃអញ្ចឹងទៅយើងហត់យើងអាចទទួលឆ័ត្រសម្រាប់បានបងប្អូនអូចម្រោះនិងធុងដាក់ទឹកកកធុងតូចក៏បានស្រួលយើងដាក់នៅលើទូកស្រួលហូបពេលមេឃក្តៅអញ្ចឹងទៅអ្នកដែលចង់ហូបទឹកត្រជាក់យើងអាចហូបបានហើយនេះជាវីដេអូដែលខ្ញុំបាទនឹងគប់ក្នុងព្រៃគឺថាគប់អត់ងាយខំទេគប់มันជាខំដូចខែទឹកស្រកទេគប់ពីមួយប្លង់ទៅមួយប្លង់ដូរយើងដោលទូកទៅណាយើងរកព្រៃជួនកាលក៏នុយនោះទៅជពាក់លើមេឃឈើចុងឈើជាប់ដល់ទៅដោះគឺថាឧបសគ្គមានច្រើនណាបងប្អូនរកព្រៃពិបាកហើយជាប់ចុងឈើឧបសគ្គច្រើនហើយពេលដែលត្រូវការតាក់ទងគ្នាគឺពិបាកខ្លាំងមែនទែនដោយសារនៅតំបន់ខ្លះគឺអត់សូវមានសេវាទេទូរស័ព្ទខលតាក់ទងគ្នាអត់បានទេពេលអញ្ចឹងទៅបើយើងមានអាយកូមស្រួលអាយកូមអាចតាក់ទងគ្នាបានតែបើសង្ឃឹមលើសេវាទូរស័ព្ទពិបាកខ្លាំងណាស់បងប្អូនដល់ម៉ោងបាយទឹកអញ្ចឹងទៅស្រែកបកបកាសរោគ្នាក៏បាក់ជីរោគ្នាក៏ងាយឃើញមួយតំណេះមួយតំណោះអញ្ចឹងនេះជាផលវិបាកខ្លាំងនៅតំបន់ដែលអត់មានសេវាបើសិនជាអាចបងប្អូនស្គាល់អាយកូមណាបងប្អូនមួយទៀតសម្រាប់ការលេងនុយយើងលេងនុយយើងលេងយើងមាននុយចម្រោះមកយើងមានដូចជានុយទងនុយតឡនតននុយបកួយនុយថ្លែនមកយើងមាននុយសបានិមិត្តខ្លះក៏ល្អដែរនុយផ្លាស្ទិកនុយអីចឹងណាត្រីតំបន់ខ្លះវាអត់ខំទងវាខំថ្លែនត្រីតំបន់ខ្លះទៀតវាអត់ខំតង់តឡនតនវាខំតែនុយផ្លាស្ទិកក៏មានដែរបងប្អូនមាននុយសកូកាន់តែច្រើនកាន់តែល្អសម្រាប់រដូវកាលនេះចើទូកតាមដប់រោប្រឡងដល់ម៉ោងបាយដល់ម៉ោងបាយបានត្រីមួយស្លគ្នា5នាក់ចាប់នេះឡើងអង្គុយនៅលើទូកចាំដល់ម៉ោងត្រីខំមេកណ្ដៅទទួលឆាត់បងប្អូនមានឆាត់មកជប់ខ្លួនមួយស្រួល